សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទឈុនអញ្ចឹងគឺវីដេអូនឹងដែរខ្ញុំចង់មកប្រាប់បងប្អូនតាក់ទងអំពីរបៀបចាក់ចម្រៀង YouTube បិទអេក្រង់នៅលើប្រភេទ Android បាទមិនថា Android ប្រភេទណាទេបងប្អូនគឺបងប្អូនអាចធ្វើបានទាំងអស់បាទឲ្យតែបងប្អូនមើលវីដេអូខ្ញុំពីដើមដល់ចប់ទៅនឹងយល់ហើយបាទអញ្ចឹងមុននឹងឈានដល់វីដេអូមួយហ្នឹងសូមបងប្អូនដែលចូលមើលថ្មីជួយចុចជាវនឹងរូបកណ្ដឹងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីពីក្រោយបាទអញ្ចឹងជាដំបូងបងប្អូនសម្លឹងមកមើល Play Store មកបាទសម្រាប់ Android អញ្ចឹងយើងចុចចូលកន្លែង Play Store ហ្នឹងមកបាទចុចចូលមកបន្ទាប់មកបងប្អូនរកមកពាក្យកន្លែងស្វែងរកបាទចុចកន្លែងស្វែងរកមករួចហើយបងប្អូនចុច You Bucket បាទ You Bucket អញ្ចឹងដោយសារដៃខ្ញុំមកជាហៀងវាពិបាកសេកបងប្អូនអញ្ចឹងខ្ញុំដៃមកជាហៀងកាន់ទូរស័ព្ទថតដៃមកជាហៀងនេះអញ្ចឹងវាពិបាកអញ្ចឹងខ្ញុំសុំយកអាខ្ញុំចុចស្រេចបាទនេះបងប្អូនទៅសេតាមនឹងមកនេះបាទសេតាមនឹងមកបាទហើយអធិស្ឋានពុកបងប្អូនដោយសារដៃខ្ញុំមកជាហៀងខ្ញុំពិបាកទៅសេបងជាហៀងកាន់កាមេរ៉ាថតអញ្ចឹងបងប្អូនចុចដំឡើងមកសូមរងចាំផ្លេចបងប្អូនបាទអញ្ចឹងដល់ពេលដំឡើងហើយបងប្អូនចុចពាក្យបើកមកបាទអញ្ចឹងបងប្អូនចុច nick បាទចុច nick មក nick ទៀតបាទនិយាយចុចតាមខ្ញុំរហូតបងប្អូនបាទចុចតាមខ្ញុំបាទអូខេចុចចឹងមកឲ្យទៅបងប្អូនសម្លឹងមកមើលកន្លែងនេះ YouTube មកបងប្អូនបាទសូមរងចាំផ្លេចបងប្អូនព្រោះវាឲ្យយើងមើលពាណិជ្ជកម្មអញ្ចឹងយើងចុចខ្វែងមកកន្លែងពាណិជ្ជកម្មចុចខ្វែងមកព្រោះអាជាស្រ័យបងប្អូនមែនទេដោយសារដៃយើងវាមកចំហៀងបងប្អូនពិបាកព្រោះពេលអញ្ចឹងយើងត្រូវការចុចទៅវារាងឆ្កងបងប្អូនមកដូចដៃយើងដៃពីរទេបាទព្រោះដៃពីរយើងកាន់មកជាងកាន់ទូរស័ព្ទមកជាងនេះដល់ពេលអញ្ចឹងចាប់អញ្ចឹងបងប្អូនចង់សេចចម្រៀងអីក៏សេចមកតាមបងប្អូនស្រឡាញ់បាទហើយខ្ញុំអត់ហ៊ានចុចឲ្យបងប្អូនដោយសារព្រោះកាលណាខ្ញុំដាក់ចម្រៀងចាក់ទៅវាអាចចុច copyright ប៉ុន្តែគ្រាន់ថាខ្ញុំធ្វើឲ្យបងប្អូនមើលអញ្ចឹងដល់យើងចង់បិទនរណាគេម្នាក់អញ្ចឹងទៅបាទអញ្ចឹងខ្ញុំសុំវាយបងប្អូនបាទចម្រៀងខ្មែរចម្រៀងថ្មី2026បាទអញ្ចឹងបងប្អូនចុចលើហ្នឹងមកនេះបងប្អូនចេញហើយអញ្ចឹងគឺស្រួលមែនតើស្រួលត្រង់ថាពេលដែលយើងចាក់ចម្រៀងទៅគឺបិទអេក្រង់ក៏ចម្រៀងវានៅតែលឺបងប្អូនបាទគឺយើងស្រួលអត់ដូច YouTube សាមុនណាបើយើង YouTube ស្រៀនផុសវាហ្នឹងគឺយើងចាក់ចម្រៀងទៅដល់ពេលយើងបិទអេក្រង់គឺវារលត់ដែរអញ្ចឹងបាទដល់ពេលអញ្ចឹងយើងធម្មតាយើងអ្នកស្រែចម្ការយើងចង់ស្ដាប់លេងអញ្ចឹងចង់ស្ដាប់ដូចថាដាក់កប៉ាល់ស្ដាប់អញ្ចឹងដល់ពេលបិទអេក្រង់ទៅដូចថាវាអត់អីអញ្ចឹងប៉ុន្តែបើដូច YouTube យើងពីមុនដល់ពេលយើងដាក់នឹងអេក្រង់បិទដាក់នឹងកប៉ាល់ទៅវាឆ្លងបងប្អូនដោយសារយើងបិទអេក្រង់អត់បានហ្នឹងតែ YouTube នេះគឺបិទអេក្រង់ទៅបងប្អូនដូចថា lock screen ណាបាទគឺវាអត់អីយើងជាប់សោក៏អត់អីវានៅតែលឺសំឡេងចម្រៀងធម្មតាអត់មានបញ្ហាអីទេបងប្អូនបាទអញ្ចឹងគឺវីដេអូហ្នឹងគឺអត់មានអីច្រើនបងប្អូនដោយសារខ្ញុំអត់ហ៊ានចាក់ខាច់ចុះ copyright បងប្អូនព្រោះធម្មតាតែខ្ញុំចាក់ទៅលឺសំឡេង copyright អញ្ចឹងវាជាប់បាទអញ្ចឹងអត់មានអីច្រើនបាទសូមចិត្តបងប្អូនតាមយ៉ាងគឺសូមជួយចុចជាវខ្ញុំម្នាក់មួយផងបងប្អូនបាទព្រោះទៅបង្កើត channel ថ្មីហ្នឹងបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនជំរាបលាបាយបាយ